ការយកចំណេញពីការជួញដូរតម្លៃហាងឆេងមាសឬក៏ទិញលក់មាសបាទអ្នកទាំងអស់គ្នាមិនមែនគ្រាន់តែឮតតាមគេថាទៅទិញមាសទៅចំណេញហើយទៅលក់មាសទៅចំណេញហើយមិនមែនតែប៉ុណ្ណឹងគ្រប់គ្រាន់ទេអ្នកទាំងអស់គ្នាត្រូវការរឿងរ៉ាវជាច្រើនទៅបំពេញនៅក្នុងការទាញយកផលចំណេញឬក៏ចាប់យកឱកាសនៅក្នុងការទិញលក់ហាងឆេងមាសនឹងបានអ្នកទាំងអស់គ្នាខ្ញុំបង្ហាញពី3ចំណុចដល់បងប្អូនទាំងអស់គ្នាដើម្បីងាយស្រួលទាញយកផលចំណេញពីតម្លៃហាងឆេងមាសបាទទី1បង្ហាញអំពី technical បាទ technical អញ្ចឹងយើងត្រូវការ technical អ្នកទាំងអស់គ្នាត្រូវការ technical នៅក្នុងការវិភាគតម្លៃហាងឆេងមាសដើម្បីងាយស្រួលក្នុងការចូលទិញលក់តម្លៃហាងឆេងមាសទៅហ៎អញ្ចឹង technical នេះមានអីគេអ្នកទាំងអស់គ្នាបាទមានតម្លៃទីផ្សារមាន high low បិទបើករបស់វាមួយចំនួនដែលយើងអាចដឹងថាយើងគួរទិញនៅកន្លែងណាលក់នៅកន្លែងណាទី2គឺពាក់ព័ន្ធជាមួយនឹង pattern បាទរាងរបស់វាបាទរាងរបស់វាតើរាងរបស់វាឬក៏ទំនោររបស់វាអីផ្សេងៗនៅចូលទៅក្នុងនឹងបាទរាងរបស់វារាងបែបនឹងឡើងឬក៏ចោអីបែបនឹងទាំងអស់ហើយទី3គឺពាក់ព័ន្ធមួយ trend នឹងតែម្ដងបាទ trend នេះគឺសំដៅទៅលើទំនោរនៃការឡើងចុះរបស់ទីផ្សារបើសិនជាយើងអត់ដឹងទំនោរតូចធំឬក៏ឡើងចុះទេយើងជួញដូរនឹងអាចប្រជះពីទីផ្សារហើយនឹងរងផលការខាតនៅមានច្រើនទៀតពាក់ព័ន្ធជាមួយនឹង technical ហើយអ្វីដែលខ្ញុំចង់បង្ហាញមួយទៀតគឺពាក់ព័ន្ធមួយ fundamental អ្នកនរគ្នា fundamental គឺពាក់ព័ន្ធជាមួយនឹងព័ត៌មានអ្នកនរគ្នាហើយព័ត៌មាននេះផងដែរគឺពាក់ព័ន្ធជាមួយនឹងព័ត៌មានសេដ្ឋកិច្ចបាទព័ត៌មានសេដ្ឋកិច្ចនៅលើពិភពលោករបស់យើងតែជាព័ត៌មានដុល្លារសហរដ្ឋអាមេរិកតែម្ដងឬក៏សម្ដៅទៅលើប្រទេសអាមេរិកតែម្ដងអញ្ចឹងព័ត៌មានមួយនេះនឹងធ្វើឲ្យទីផ្សារហាងឆេងមាសរបស់យើងនឹងមានការប្រែប្រួលដែរបាទមិនត្រឹមតែព័ត៌មានសេដ្ឋកិច្ចនៅក្នុងសហរដ្ឋអាមេរិកទេពាក់ព័ន្ធជាមួយនឹងព័ត៌មានពិភពលោកភូមិសាស្ត្រនយោបាយផ្សេងៗក៏ជាការដែលធ្វើឲ្យតម្លៃហាងឆេងមាសនឹងមានការប្រែប្រួលដែរពេលដែលយើងដឹងពីទំនោរទាំងអស់នោះយើងនឹងអាចចាប់យកឱកាសទាញយកផលចំណេញពីតម្លៃហាងឆេងមាសបូករួមមួយទៀតអ្នកទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹង emotion របស់យើងបាទ emotion របស់យើងនេះពាក់ព័ន្ធសំខាន់ពាក់ព័ន្ធជាមួយនឹងចិត្តគំនិតក្នុងការជួញដូររបស់យើងបាទនៅក្នុងការទិញលក់តម្លៃហាងឆេងមាសអញ្ចឹងទាំងអស់ហ្នឹងត្រូវការអីគេអ្នកទាំងអស់គ្នាត្រូវការសិក្សាត្រូវការយល់ដឹងត្រូវការរៀនបាទអ្នកទាំងអស់គ្នាខ្ញុំមានវគ្គបណ្ដុះបណ្ដាលមួយនៅថ្ងៃទី30ពីម៉ោង1ទៅដល់ម៉ោង4អញ្ចឹងអ្នកទាំងអស់គ្នាអាចចូលរួមបានជាមួយពួកយើងមុននឹងចាប់ផ្ដើមតម្លៃហាងឆេងមាសលុះត្រាតែអ្នកទាំងអស់គ្នាត្រូវយល់ដឹងពីតម្លៃហាងឆេងមាសខ្លះឬក៏ដឹងអំពីរបៀបនៃការធ្វើរបៀបនៃការទាញយកផលចំណេញពេលណាអ្នកទាំងអស់គ្នាចូលទិញពេលណាអ្នកទាំងអស់គ្នាចូលលក់ពេលណាអ្នកទាំងអស់គ្នាកាត់ចំណេញតើថ្ងៃនេះទំនោរតម្លៃហាងឆេងមាសឡើងឬក៏ចុះអ្នកទាំងអស់គ្នាបញ្ជាក់ម្ដងហើយម្ដងទៀតមិនមែនគ្រាន់តែជួញដូរតាមគ្នាចំណេញនោះទេអ្នកទាំងអស់គ្នាត្រូវការវិនិយោគទៅលើការសិក្សាមុនអញ្ចឹងវគ្គសិក្សារបស់យើងនៅថ្ងៃទី30បាទខែ1 2026នេះអ្នកទាំងអស់គ្នាអាចចូលរួមជាមួយយើងបានពីម៉ោង1រសៀលបាទម៉ោង1 PM បាទរហូតដល់ម៉ោង4បាទ PM បាទដែរបាទអ្នកទាំងអស់គ្នាតាមពិត2ម៉ោងនេះ3ម៉ោងនេះវាមិនគ្រប់គ្រាន់សម្រាប់អ្នកទាំងអស់គ្នាទេប៉ុន្តែល្អសម្រាប់អ្នកទាំងអស់គ្នាចាប់ដើមនៅក្នុងការយល់ដឹងពីតម្លៃហាងឆេងមាសហើយខ្ញុំធានាបានថាអ្នកទាំងអស់គ្នានឹងចេះអនុវត្តទៅលើការទិញនិងលក់កាត់ចំណេញនិងវិភាគបែប technical ឬក៏ fundamental អាចជួយឲ្យអ្នកទាំងអស់គ្នារកផលចំណេញក្នុងមួយថ្ងៃបាទអញ្ចឹងកុំភ្លេចចូលរួមទាំងអស់គ្នាវិនិយោគទៅលើការសិក្សាមុនដែលអ្នកទាំងអស់គ្នាវិនិយោគទៅលើការរកផលចំណេញពីតម្លៃហាងឆេងមាសកុំភ្លេចជួបគ្នានៅថ្ងៃទី30ខែ1 2026ទាំងអស់គ្នា